ត្រីរាជញីមួយក្បាលទៀតទម្ងន់78គីឡូក្រាមត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមលែងចូលទន្លេមេគង្គវិញនៅថ្ងៃទី19 ខែមករាបន្ទាប់ពីទទួលបានពីប្រជានេសាទតាមខណ្ឌរដ្ឋបាលកំពង់ចាមត្រីរាជដែលត្រូវលែងចូលទន្លេវិញនេះជាប្រភេទត្រីញីប្រវែង187សង់ទីម៉ែត្រទម្ងន់សរុប78គីឡូក្រាមពាក់ស្លាកលេខរដ្ឋបាលជលផលលេខកូដ316នេសាទបាននៅតាមដងទន្លេមេគង្គចំណុចភូមិថ្មីកឃុំរកាកយស្រុកកងមាសខេត្តកំពង់ចាមដោយប្រើប្រាស់ឧបករណ៍ប្រមាញ់ក្រោយពីទទួលបានព័ត៌មានពីប្រជានេសាទខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះត្រួតពិនិត្យនិងទំនាក់ទំនងផ្តល់ព័ត៌មានជន់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍជលផលទឹកសាបនៃរដ្ឋបាលជលផលនិងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គដើម្បីកំណត់ទិន្នន័យត្រីរាជនិងបានប្រឡែងត្រីរាជនេះចូលទន្លេមេគង្គវិញខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមផ្ដល់ដំណឹងមកមន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលនៅពេលនេសាទបានដោយចៃដន្យប្រភេទត្រីកម្រដូចជាត្រីគល់រាំងត្រីរាជត្រីត្រសក់ជាដើមដើម្បីលែងចូលទន្លេវិញក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឲ្យបានគង់វង្សតទៅ